ជារូបសំណាក់មេតបខ្មែរសង់បែរមកទៅរកច្រកតំបន់អាងសេះស្រែកឲ្យកូនខ្មែរចងចាំយុទ្ធថៃបានយកគ្រឿងចាក់ចូលមកឈូសឆាយកំទេចរូបសំណាក់តាអ៊ុំដែលសង់ឡើងនៅរង្វង់មួយច្រកអាងសេះស្ថិតនៅក្នុងភូមិអាងសេះឃុំជាំសាស្រុកជាំសាខេត្តព្រះវិហារហេតុអ្វីបានជាយុទ្ធថៃស្អប់លោកតាអ៊ុំម្លេះតើប្រវត្តិរូបលោកតាអ៊ុំមានអ្វីដែលពាក់ព័ន្ធនៅក្នុងគំនុំការពីអតីតកាលរវាងខ្មែរនិងសៀមព្រះតេជគុណអឿនសុភាពបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំជាមេទ័ពដ៏ខ្លាំងពូកែម្នាក់នៅក្នុងសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចក្លាហានជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើររហូតមកដល់ចំណុចនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចបើតាមវិចារណក្រមសម្ដេចជួនណាតអាងសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាយទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនៅក៏បានឮតមកដល់បច្ចុប្បន្ននេះចាប់ពីពេលនោះមកច្រកទ្វារនៅទីនោះបានជាប់ឈ្មោះជាច្រកទ្វារអាងសេះដែលជាច្រកចេញធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយជាមួយសៀមផងដែរច្រកទ្វារអាងសេះស្ថិតនៅខាងភាគខាងជើងស្រុកជាំសានមានចម្ងាយពីទីរួមស្រុកប្រមាណជាង24 គីឡូម៉ែត្រត្រលើភ្នំដងរែកជាប់នឹងព្រំប្រទល់ខេត្តឧប៉ុនប្រទេសថៃរូបសំណាក់តាអ៊ុំដែលកសាងនៅច្រកអាងសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទថាខ្មែរបានសាងសង់រំលោភ MOU តាំងពីឆ្នាំ 2002 នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ុំនៅក្នុងចំនួន2លើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025នាពេលកន្លងមកនេះ